គ្មាននរណាម្នាក់និយាយពីប្រធានបទនេះឡើយថ្ងៃដែលទទួលបានផលចំណេញមិនមែនជាថ្ងៃបង្កើតអ្នកជួញដូរ trader នោះទេផ្ទុយទៅវិញគឺថ្ងៃដែលអ្នកខាតបង់ទៅវិញទេដែលជាអ្នកបង្កើតពួកគេពីព្រោះនរណាក៏អាចមានទំនុកចិត្តលើខ្លួនឯងបានដែរនៅពេលដែលទីផ្សារកំពុងផ្ដល់លុយឲ្យពួកគេនរណាក៏អាចញញឹមបានដែរនៅពេលដែលការជួញដូររបស់ពួកគេកំពុងតែឈានទៅដល់ចំណុចទទួលបានផលចំណេញ take profit នរណាក៏អាចមានអារម្មណ៍ថាខ្លួនឯងមានអំណាចនិងពូកែដែរក្នុងអំឡុងពេលទទួលបានផលចំណេញប៉ុន្តែការសាក់លបងពិតប្រាកដវាចាប់ផ្ដើមឡើងនៅថ្ងៃដែលអ្នកខាតបង់វាជាថ្ងៃដែលការរៀបចំផែនការ set up របស់អ្នកទទួលបរាជ័យវាជាថ្ងៃដែលការជួញដូររបស់អ្នកធ្លាក់ដល់ចំណុចកាត់ខាត stop loss វាជាថ្ងៃដែលគ្មានអ្វីមួយដំណើរការទៅមុខដោយរលូនសោះឡើយវាជាថ្ងៃដែលអ្នកចាប់ផ្ដើមមានការសង្ស័យលើខ្លួនឯងហើយនោះហើយជាចំណុចដែលអ្នកជួញដូរភាគច្រើនបានបង្កើតកំហុសដ៏ធំបំផុតពួកគេឈប់ប្រើប្រាស់ខួរក្បាលដើម្បីគិតហើយចាប់ផ្ដើមធ្វើសកម្មភាពទៅតាមអារម្មណ៍ពួកគេបង្កើនទំហំនៃការជួញដូរ lot size ពួកគេចាប់ផ្ដើមចូលជួញដូរដោយគ្មានការវិភាគច្បាស់លាស់ពួកគេជួញដូរដើម្បីសងសឹកទីផ្សារ revenge trade ពួកគេផ្លាស់ប្ដូរពីយុទ្ធសាស្ត្រមួយទៅយុទ្ធសាស្ត្រមួយទៀតវាមិនមែនមកពីពួកគេមានប្រព័ន្ធជួញដូរមិនល្អនោះទេប៉ុន្តែគឺមកពីអារម្មណ៍របស់ពួកគេបានគ្រប់គ្រងលើសកម្មភាពទាំងស្រុងឥឡូវនេះសូមសាកល្បងគិតអំពីចំណុចនេះឧបមាថាម្ចាស់ហាងម្នាក់មានថ្ងៃមួយដែលលក់ដូរមិនសូវដាច់តើគាត់ត្រូវបិទអាជីវកម្មទាំងមូលរបស់គាត់ចោលមែនទេពិតជាមិនមែនឡើយពីព្រោះគាត់យល់ច្បាស់ពីចំណុចមួយថាថ្ងៃដែលមិនល្អគឺជាផ្នែកមួយនៃអាជីវកម្មការជួញដូរ trading ក៏មានលក្ខណៈដូចគ្នាដែរថ្ងៃដែលខាតបង់តែមួយថ្ងៃមិនមែនមានន័យថាអ្នកក្លាយជាអ្នកជួញដូរដែលខ្សោយនោះទេថ្ងៃដែលខាតបង់តែមួយថ្ងៃ red day មិនអាចទៅបំផ្លាញវិន័យដែលអ្នកបានសន្សំអស់រយៈពេលជាច្រើនខែបានឡើយអ្នកជួញដូរអាជីពយល់ច្បាស់ពីចំណុចនេះនៅថ្ងៃដែលខាតបង់ពួកគេមិនដេញតាមទីផ្សារឡើយពួកគេធ្វើអ្វីៗឲ្យយឺតជាងមុនពួកគេទទួលយកការខាតបង់ពួកគេពិនិត្យមើលការជួញដូររបស់ពួកគេឡើងវិញពួកគេការពារដើមទុននិងការពារផ្នត់គំនិតនិងចិត្តសាស្ត្ររបស់ខ្លួនឯង mindset ជួនកាលការសម្រេចចិត្តដ៏ឆ្លាតវៃបំផុតគឺការបិទផ្ទាំងក្រាហ្វឆាតចោលដើរចេញទៅក្រៅដើម្បីសម្រាកកាយពិនិត្យមើលកំហុសរបស់អ្នកឡើងវិញរៀនសូត្រពីកំហុសទាំងនោះនិងត្រឡប់មកវិញនៅថ្ងៃស្អែកដោយភាពរឹងមាំជាងមុនពីព្រោះគោលដៅរបស់អ្នកគឺត្រូវស្ថិតនៅក្នុងទីផ្សារនេះឲ្យបានយូរអង្វែងការពារខ្លួនអ្នកនៅថ្ងៃនេះដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃស្អែកព្រោះអ្នកជួញដូរដែលមានវិន័យទើបអាចរស់រានមានជីវិតនិងទទួលបានជ័យជំនះនៅទីបញ្ចប់ពី Mythica Traders Hub